កាប់កថាការសម្ដែងអំពីកាប់ចម្រើននឹងកម្មវិនិច្ឆ័យមានភ្លើងឆេះកាប់ជាដើមរៀបរៀងដោយព្រះបាទឧត្តមលិខិតសុងស៊ីសិទ្ធត្ថោការផ្សាយរបស់បណ្ណាគារប៉ោហូតក្រុងភ្នំពេញពុទ្ធសករាជ2495គ្រិស្តសករាជ1952នៅក្នុងឯកសារដែលលោកអ្នកកំពុងតែស្ដាប់នេះអ្នកស្ដាប់នឹងមានឮពាក្យមួយយោជពីរយោជជាដើមគឺជារង្វាស់រង្វល់ប្រវែងចម្ងាយដែលគេប្រើនៅប្រទេសឥណ្ឌានាសម័យវេទគេមិនបានបញ្ជាក់ប្រវែងពិតប្រាកដទេប៉ុន្តែគេអាចជឿបានថាមួយយោជមានចម្ងាយពី6ទៅ16គីឡូម៉ែត្រឬបើគិតជាម៉ាយគឺពី4ទៅ10ម៉ាយឧបាយប្រចាំជីវិតដើម្បីនឹងបន្ធូរបន្ថយចិត្តកុំឲ្យលិចលង់ទៅក្នុងអំពើទុច្ចរិតផ្សេងគួរគិតពិចារណាដល់គ្រោះថ្នាក់ការវិនិច្ឆ័យអន្តរធានរបស់ពិភពលោកដែលទុកដូចជាផ្ទះសម្បែងជាគុហាឬជាអន្លង់របស់យើងគេដែលយើងគេត្រូវតែកើតត្រូវតែនៅអាស្រ័យកិច្ចរត់ជិះចេញមិនរួចធម្មតាអ្នកនៅក្នុងផ្ទះដែលចាក់សោជាប់មាំមួនហើយប្រហែសទ្វេសមិននឹកនាដល់គ្រោះថ្នាក់ដែលគិតតែពីដេកសប្បាយនៅក្នុងផ្ទះបណ្ដោយសតិស្មារតីឲ្យវង្វេងភ្លេចបាត់កូនសោដល់វេលាភ្លើងឆេះផ្ទះកាលណាស្រាប់តែភ័យញ័រចំប្រប់ស្លុតប្រលឹងរត់ស្រែកអន្ទះសារទទួលទុកសោកយ៉ាងមហិមាដរាបដល់ភ្លើងឆេះខ្ទេចខ្ទីប្រកាច់ស្លាប់នៅក្នុងគំនរភ្លើងនោះទៅមានឧបមាយ៉ាងណាមិញពួកសត្វនិករក្នុងលោកដែលងោកងក់ស្លុះស្លុងគំនិតទៅក្នុងអំពើទុច្ចរិតផ្សេងមិនបាននឹកដល់គ្រោះថ្នាក់ប្រចាំជីវិតគិតតែពីសប្បាយហួសហេតុខុសលំនាំអ្នកប្រាជ្ញក៏ដូច្នោះដែរធម្មតាអ្នកប្រាជ្ញអ្នកមានគំនិតប្រព្រឹត្តទៅមុនជីវិតតែងរិះរកឧបាយដើម្បីនឹងជៀសវាងគ្រោះថ្នាក់ប្រចាំជីវិតទុកមុនជាដរាបគេមិនបណ្ដោយឲ្យជីវិតលឿនទៅប៉ះទង្គិចពៀនពីនៅលើគំនរគ្រោះថ្នាក់ឡើយឧបាយដែលនឹងជៀសវាងគ្រោះថ្នាក់នោះមានតែមួយគត់គឺសុចរិតធម៌សុចរិតកាយគឺមិនបៀតបៀនជីវិតរបស់ខ្លួននិងសត្វដទៃមិនលួចប្លន់បុត្រធីតាភរិយាស្វាមីនិងទ្រព្យសម្បត្តិរបស់ជនដទៃនិងមិនផឹកសុរាជាដើមសុចរិតវាចាគឺមិននិយាយកុហកភូតភរញុះញង់បំបែកបំបាក់ចាក់ចុចធ្វើឲ្យអ្នកដទៃវិនាសជាដើមសុចរិតចិត្តគឺមិនគុំគួនព្យាបាទអ្នកដទៃនិងមិនរប៉ឹងរឹងរូសចជេរជំទាស់នឹងសភាវៈពិតចេះជឿកម្មនិងផលរបស់កម្មជាដើមបើបុគ្គលណាមានសុចរិតធម៌នេះហើយបុគ្គលនោះជាបណ្ឌិតមានគំនិតល្អមិនបណ្ដោយឲ្យជីវិតលឿនទៅប៉ះទង្គិចពៀនពីនៅលើគំនរគ្រោះថ្នាក់ឡើយឯគ្រោះថ្នាក់នោះដោយសង្ខេបមានពីរយ៉ាងគឺទី1គ្រោះថ្នាក់មិនប្រចាំកាលទី2គ្រោះថ្នាក់ប្រចាំកាលទី1គ្រោះថ្នាក់មិនប្រចាំកាលគឺបានដល់គ្រោះថ្នាក់របស់សត្វដូចជាបច្ចុប្បន្នកាលនេះក្នុងប្រទេសមួយតំបន់មួយជាមួយគ្នាសត្វខ្លះមានគ្រោះថ្នាក់ខ្លះបានសុខចម្រើនជួនកាលថ្ងៃខែឆ្នាំនេះសត្វនោះមានគ្រោះថ្នាក់ថ្ងៃខែឆ្នាំនោះសត្វនេះមានគ្រោះថ្នាក់មិនកំណត់កាលកំណត់សត្វដូច្នេះហៅថាគ្រោះថ្នាក់មិនប្រចាំកាលទី2គ្រោះថ្នាក់ប្រចាំកាលគឺបានដល់គ្រោះថ្នាក់ប្រចាំអាយុផែនដីយូរអង្វែងណាស់ទើបមានម្ដងគ្រោះថ្នាក់នេះធំក្រៃលែងធំដែលពាក្យចាស់ទុំតែងតែនិយាយថាកើតអន្តរធានភ្លើងឆេះទឹកឆេះដីភ្លើងប្រឡាយកាប់ក្នុងពេលភ្លើងប្រឡាយកាប់នោះពួកសត្វនិករដែលនៅលើផែនដីទាំងប៉ុន្មាននិងនៅក្នុងឋានសួគ៌ទទួលនឹងឋានសទ្ធាវាសព្រំត្រូវទទួលគ្រោះថ្នាក់ទាំងអស់ចំពោះសត្វណាដែលធ្វេសប្រហែសមិនអើពើនឹងសុចរិតធម៌ព្រោះនៅក្នុងពេលនោះធម្មតាកុសលកម្មនិងសង្ខារត្រូវបែងចែកសត្វ
គឺសត្វណាដែលល្មមប្រព្រឹត្តអំពើទុច្ចរិតសត្វនោះត្រូវទៅជួបជុំកើតនៅក្នុងពេលនោះនៅទីនោះសត្វណាដែលប្រព្រឹត្តសុចរិតធម៌ហ្មត់ចត់ល្អសត្វនោះត្រូវទៅកើតនៅកន្លែងសុខសែនសានមានទៅកើតនៅក្នុងសទ្ធាវាសព្រំជាដើមមិនបាននៅជ្រលូកច្រឡំជាមួយនឹងពួកអ្នកប្រព្រឹត្តទុច្ចរិតនោះឡើយដូច្នេះហៅថាគ្រោះថ្នាក់ប្រចាំកាលគ្រោះថ្នាក់នេះកាន់តែលឿនចិត្តមកដល់ហើយព្រោះផែនដីដែលយើងគេនៅអាស្រ័យសពថ្ងៃនេះមានឈ្មោះតាមអាយុហៅថាផាត់កម្មមានព្រះពុទ្ធ5ព្រះអង្គត្រូវឧបដិឡើងនៅក្នុងរយៈកាលអាយុផែនដីនេះឥឡូវបរិនិព្វានផុត4ព្រះអង្គទៅហើយគឺព្រះពុទ្ធកកុសន្ធោកោនីកាមនោកាសបោកោតមោនៅសល់តែព្រះអរិយមេត្រីឬព្រះសិអាមេត្រីមួយព្រះអង្គទៀតទេត្រូវភ្លើងប្រឡាយកាប់ហើយពាក្យថាកាប់និងរឿងភ្លើងប្រឡាយកាប់នោះនឹងមានសម្ដែងដូចតទៅនេះអំពីពាក្យថាកាប់កាលដែលនៅតាំងយូរអង្វែងហៅថាកាប់ជាឈ្មោះអាយុផែនដីឬក៏ជាឈ្មោះអាយុឱកាសលោកដែលហៅថាឱកាសលោកនោះគឺក្នុងគម្ពីរវិសុទ្ធមគ្គបានប្រាប់ថាបានដល់ទីលំនៅរបស់សត្តនិកដែលមានសេចក្តីវិនិច្ឆ័យជាធម្មតាក្នុងឱកាសលោកនោះមានចក្រវាលជាច្រើនចក្រវាលយើងនេះមានបណ្ដោយនិងទទឹងប្រវែង1,230,3,450 យោជន៍បរិមណ្ឌលសំណុំមូលជុំវិញ3,610,1350 យោជន៍កម្រាស់ផែនដីក្នុងចក្រវាលនេះចំនួន240,000 យោជន៍ទឹកទ្រផែនដីកម្រាស់480,000 យោជន៍មានភ្នំធំឈ្មោះសិនេរុចាក់ឫសលិចទៅក្នុងសមុទ្រជម្រៅ 84,000 យោជន៍ខ្ពស់ឡើងលើ 84,000 យោជន៍ដូចគ្នាបន្ទាប់អំពីភ្នំសិនេរុនោះមក